ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូភាននិទានរឿងនេះនិយាយពីខ្ញុំនិងពួកម៉ាក់ខ្ញុំវាឈ្មោះអាដាវាជាអ្នករស់នៅតាមស្រុកមានមុខរបរធ្វើស្រែប៉ុន្តែវាចិត្តល្អណាស់ទំនេរពីការរៀនសូត្រវាតែងតែមកដេកលេងនៅផ្ទះរបស់ខ្ញុំជានិច្ចពេលខ្លះបានវាខ្ញុំបានរៀនសូត្រច្រើនណាស់យើងរៀនជាមួយគ្នាធ្វើលំហាត់ជាមួយគ្នាខែនេះជាពាវ៉ាកង់ធំសម្រាប់3ខែខ្ញុំបានសុំម៉ែទៅលេងផ្ទះអាដា2-3ថ្ងៃដើម្បីទៅលេងស្រែវាម្ដងព្រោះខ្ញុំតាំងពីទូចដល់ធំមិនដែលបានចូលស្រែទេក្រោយពីដល់ថ្ងៃវ៉ាកង់ធំខ្ញុំបានជិះម៉ូតូពីអ្នកអាដាទៅលេងភូមិវាម្ដងពុកម៉ែវារុករាយណាស់គាត់ចូលចិត្តខ្ញុំណាស់ព្រោះអាដាធ្លាប់ប្រាប់គាត់ថាខ្ញុំជាក្មេងល្អរៀនពូកែខ្ញុំមានតែសប្បាយចិត្តព្រោះតែមានចាស់គាត់ស្រឡាញ់គ្រប់គ្នាប៉ុន្តែគាត់បានហាម5ពេលយប់ប្រលប់ពេលចង់ដើរលេងអីកុំអោយនៅយប់ជ្រៅពេកខ្ញុំក៏មិនបានដឹងថាគាត់ចង់មានន័យថាអ្វីទេប៉ុន្តែយើងគួរតែស្ដាប់ចាស់ក្រោយមកអាដាបាននាំខ្ញុំទៅលេងស្រែនៅស្រែមានដាំល្ហុងស្វាយដាំម្ទេសជាដើមគ្រាន់នឹងទុកបែកស្លពេលមកស្រែម្ដងងាយស្រួលមិនពិបាករកម្ហូបទេខ្ញុំរវល់ទៅជក់ចិត្តនឹងទេសភាពស្រុកស្រែក្លិនស្រួយក្រអូបឈ្ងុយល្ងាចល្មមអាដាក៏បបួលខ្ញុំមកផ្ទះវិញប៉ុន្តែខ្ញុំថាមេឃមិនតន់នឹងងឹតខ្លាចឲ្យនៅលីងបន្តិចទៀតទេដោយសារតែឃើញខ្ញុំរីករាយផងវាក៏មិនថាអីដែរក៏បន្តនៅលេងជាមួយគ្នាភ្លេចខ្លួនងងឹតបាត់ជុំងងឹតបាត់តោះដាទៅផ្ទះវិញមើលវាធ្វើឯងបបួលអត់ខ្ចីទៅនៅវក់លេងដនងងឹតតាំងឯងចង់ទៅផ្ទះវិញមិនអាខ្លាចខ្មោចឡងដែរវានិយាយបែបលេងសើចជាមួយខ្ញុំណែស៊ីមួយក្រញាក់ទៅនិយាយអីរឿងខ្មោចនឹងខ្ញុំមិនខ្លាចទេខ្មោចខ្មាំងអីនោះគ្រាន់តែខ្ញុំថាប៉ុណ្ណោះមេឃក៏ស្រាប់តែធ្លាក់ខ្យល់យ៉ាងខ្លាំងខ្ញុំនឹងអាដាព្យាយាមជិះម៉ូតូទាំងទប់ខ្យល់តែនោះខ្ញុំមានអារម្មណ៍ហាក់ដូចជាមានអ្វីមួយខ្មៅធំសម្បើមហោះចេញពីដើមស្ដៅលើដំបូកវាហោះសម្ដៅមករកខ្ញុំទាំងពីរខ្ញុំចាប់ផ្ដើមមើលឃើញច្បាស់មុនគេគឺភ្នែកមួយគូមានពណ៌ក្រហមខ្លាំងធំណាស់លោកអើយស្ទើរតែពន់បាត់លោកហើយខ្ញុំក៏ទះស្មាអាដាអញឃើញភ្នែកអីនោះធំម្ល៉េះកុំមកអញបិទភ្នែកទៅឲ្យបិទយ៉ាងម៉េចបើនេះហោះមកស្ទុយជិតមកដល់អញហើយអញដឹងតាមិនឃើញអញខំរត់ម៉ូតូទេឲ្យលឿនទៅខ្ញុំអង្រួនស្រែកពេញម៉ូតូភ្នែកនោះបានហោះមកនៅពីមុខម៉ូតូខ្ញុំអាដាមមើលផ្លេអត់ឃើញដួលម៉ូតូចូលគុំពោតប្រិបាត់ខ្ញុំស្ទុះងើបនឹងទាញវាចេញព្រោះម៉ូតូលែងទាន់រត់វិញលឿនជាងខ្ញុំរត់បណ្ដាស្រែកបណ្ដាឲ្យគេជួយប៉ុន្តែដោយសារតែងងឹតហើយអ្នកភូមិគេទៅផ្ទះអស់ហើយហេតុនេះគ្មានអ្នកណាមួយគេនៅលីទេខ្ញុំនិងអាដាប្រឹងរត់មួយទំហឹងញីជោគតោមស្រាប់តែមានអ្វីមួយយ៉ាងមកចាប់ជើងខ្ញុំទាំងពីរនាក់ខ្ញុំបំរុងនឹងញៀកមើលក្រោយអាដាស្រែកថាកុំញៀកមើលក្រោយឲ្យសោះពេលនេះយើងរើក៏លែងរួចដែរតាំងចិត្តអាម៉ាក់សូត្ររំលឹកគុណទៅខ្ញុំក៏ព្យាយាមបិទភ្នែកសិនដើម្បីកុំឲ្យភ័យនិងសូត្ររំលឹកគុណក្នុងចិត្តជាប់ចាំភ្លាមនោះខ្ញុំឮសំឡេងពុកម៉ែអាដានិងអ្នកភូមិប្រហែល4 ទៅ 10 នាក់កំពុងតែស្រែករកពួកខ្ញុំខំស្រែកដែរតែមិនដឹងយ៉ាងម៉េចខ្ញុំស្រែកអាប់ចេញសោះបានត្រឹមតែដូចមនុស្សគេអេងចឹងពេលនោះខ្ញុំទើបយល់អារម្មណ៍មនុស្សដែលមុនមកតែនិយាយមិនបានពិតជាពិបាកណាស់បានមួយសម្រក់ខ្ញុំហាក់ដូចជាមានអ្វីមួយបាំងភ្នែកខ្ញុំថប់ដង្ហើមក៏សន្លប់បាត់ស្មារតីក្រោយពីបានភ្ញាក់ដឹងខ្លួនខ្ញុំពីអ្នកអាដាកំពុងតែនៅលើគ្រែឯផ្ទះបាត់ហើយពុកម៉ែអាដាបានប្រាប់ខ្ញុំថាអ្វីដែលខ្ញុំបានឃើញគឺព្រៃក្បាល8ដែលរស់នៅដើមស្ដាយលើដំបូកនោះឯងព្រោះពួកគាត់ក៏ធ្លាប់ជួបដែរគ្មានមិនណាដេញវាបានទេព្រោះគ្មានជំរឿទើបនៅបន្តធ្វើស្រែនៅទីនោះសំណាងហើយដែលខ្ញុំមិនងាកក្រោយមើលព្រោះគាត់ថារាល់តែវាហៅយើងងាកក្រោយគឺមានន័យថាយើងត្រូវបានវាកាត់កបាត់ហើយខ្ញុំក៏បានសន្យាថាមិនទៅលេងកន្លែងនោះទៀតហើយ